បាទសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទហើយថ្ងៃនេះដែរគឺខ្ញុំថតមាន់បន្ទាប់ខ្ញុំសីវាហើយប៉ុន្តែនៅតែមិនទាន់បញ្ចូលរមិតថ្មហើយក៏ថតឲ្យបងប្អូនមើលលេងកំសាន្តហើយវីដេអូនេះគឺខ្ញុំថតពេលល្ងាចប្រហែលជាម៉ោង5ជាងបន្ទាប់ពីខ្ញុំសីពួកវារួចហើយមាន់សីនេះគឺខ្ញុំត្រៀមលេងនៅខែក្រោយមាន់ខ្លះយើងត្រៀមលេងនៅក្នុងខែហ្នឹងគឺថ្ងៃទី29ឬក៏30ហ្នឹងសម្រាប់អាមេអំបាយទុកក្នុងត្រង់នេះគឺខ្ញុំសីវាទុកលេងខែក្រោយសម្រាប់អានេះគឺប្រហែលជាចូលឆ្នាំប្រៃវានៅឈឺជើងនៅឡើយវាអត់ទាន់ជា100%ទេអញ្ចឹងយើងគ្រាន់តែសីវាតិចដើម្បីឲ្យវាយាលសៃម្យ៉ាងតិចយើងអត់មុនសីក៏យើងដាក់វាសីវាក្នុងត្រង់ធំទៅដើម្បីឲ្យវាគៀងដើម្បីកុំឲ្យវាស្ពឹកព្រោះវាមិនទាន់ជាជើង100%ទេហើយសម្រាប់អាទូចនេះគឺយើងទៅតែដកចេញពីសីឥឡូវនៅហត់នៅឡើយអញ្ចឹងសម្រាប់អាជួយទូចនេះគឺយើងលេងនៅថ្ងៃទី30ឬក៏31ខែនឹងហើយអញ្ចឹងឥឡូវកំពុងតែហត់ប្រៃយើងសីវាយូរម៉ោងដែរអញ្ចឹងវាហត់ខ្លាំងប្រៃយើងបុកសីបុកកម្លាំងទៅបន្តិចដើម្បីត្រៀមលេងប្រៃយើងយកទៅចូលនេះមិនប្រកាសថាប៉ះមាន់គេអន់ឬក៏មាន់គេខ្សោយកម្លាំងទេអញ្ចឹងការចូលមាន់ក៏មុនយើងខ្សោយកម្លាំងឬក៏ដាច់ទឹកចុងទឹកហ្នឹងគឺពិបាកបន្តិចហើយមិនថាខ្ញុំឬក៏បងប្អូនលេងមាន់គាត់ប្រហែលជាយល់អារម្មណ៍មួយហ្នឹងហើយសម្រាប់អា line នេះគឺម្ចាស់វាឲ្យខ្ញុំថែយកចូលដែរប៉ុន្តែខ្ញុំថាមិនបាច់ចេញចូលទេព្រោះអីមាន់នេះវាចិត្តជំរុះរោមវាចាប់ដើមរិចបដាហើយវាក៏មានកម្លាំងហើយដោយការវានៅរោមពេញដែរក៏ទៅវាបាក់មួយស្លាប់វាក៏អញ្ចឹងដែរហើយគីឡូវាធ្ងន់តិចគីឡូ30ហើយសុទ្ធតែខ្លាំងសោះណាបើយើងចង់យកវាជុលក៏បានដែរបងប្អូនតែទោះតែយើងហ្នឹងសម្រក់ខ្លាំងវាមុខសៃវាខ្លាំងបន្តិចប៉ុន្តែលុះត្រាតែយើងមានពេលច្រើនដែរអញ្ចឹងណាតែមិនអីទេជាមើលបើសិនជាម្ចាស់វានៅតែទៅតឹងចង់យកវាចិញ្ជុលយើងនឹងថែវានឹងសម្រក់ខ្លាញ់វាឲ្យវានៅសល់ប្រហែលជា27អីយើងអាចយកលេងបានហើយប៉ុន្តែខ្ញុំមិនទាន់ហ៊ានសន្យាថាអាចសម្រក់វាបានឬក៏មិនបានទេសំខាន់លើម្ចាស់វាថាចង់ជុលឬក៏អត់ប៉ុន្តែឥឡូវម្ចាស់វាកំពុងតែចង់ជុលតែដោយសារខ្ញុំមិនឲ្យជុលអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាំតាមដានវីដេអូក្រោយៗទៀតហើយសូមបងប្អូនមេត្តាចុចពាក្យជឿនិង Subscribe អ្នកមួយផង